ខ្ញុំសូមថតមួយឥឡូវជាលើកដំបូងរបស់ខ្ញុំបានថតជាមួយនឹងស្រីស្អាតបាទ Hello what's up my man ថ្ងៃនេះយើងបានមកកន្លែងត្រីអីគេអាហារដ្ឋានទន្លេខៀវនៅខេត្តស្ទឹងត្រែងបាទហើយឥឡូវខេត្តស្ទឹងត្រែងកំពុងតែវាយលុកបាទឥឡូវយើងក៏ចាប់ផ្ដើមនាំគ្នាធ្វើ vlog រហូតទៅបាទឥឡូវនេះយើងកំពុងចុះទៅខាងក្រោមអាចអ្នកទាំងអស់គ្នាឲ្យមកបានពីបំពេញពីខាងណាក៏ដោយគឺថាខេត្តស្ទឹងត្រែងឥឡូវมันខ្វះចំណីអាហារបរិភោគទេបាទមានមួយដែលលេខទៅឃើញអីសន្តិភាពដាក់មើលហ៎តែអត់ឌៀនមើលអត់ឌៀនអូខេកន្លែងណាឥឡូវយើងកំពុងទៅចុះទៅបាទហើយក៏នាំអ្នកបំពេញមកស្គាល់ផងដែរគឺអ្នកខេត្តដែរប៉ុន្តែគាត់ទៅរស់នៅបំពេញបាទឥឡូវនឹងយើងទស្សនាថាតើវាយ៉ាងម៉េចបាទពិតជាស្អាតមែនទេណាអានេះគេថាកុំយកអាហារឬភេសជ្ជៈខាងក្រៅចូលអញ្ចឹងបំរាមរបស់គេថាហាមយកភេសជ្ជៈខាងក្រៅមក please do not bring any food or drink into Blue River Restaurant អូខេគឺវាពិតជាល្អមែនទេហើយវាគឺជា first time for សម្រាប់ខ្ញុំផងដែរ to come rivers ថតបានទេឥឡូវថតបុគ្គលិកនៅទីនេះថតបានទេណាបាទតែខ្ញុំមិនដែលឃើញគេថតនៅនេះអញ្ចឹងសើផុសអូអញ្ចឹងតែខ្ញុំក៏អត់ដែលឃើញគេផុសទេសភាពដែរអញ្ចឹងឥឡូវខ្ញុំសុំថតអូខេខ្ញុំសុំថតមួយឥឡូវជាលើកដំបូងរបស់ខ្ញុំបានថតជាមួយនឹងស្រីស្អាតបាទអូខេវាពិតជាគួរឲ្យចាប់អារម្មណ៍ទន្លេមេគង្គហើយនោះគឺស្ពានសេកុងនៅមកទៀតអូចាំណាអត់អីហើយប៉ុណ្ណឹងបាទឥឡូវនេះខ្ញុំនឹង review អំពីវីដេអូនេះបន្តទៀតហើយវីដេអូនេះខ្ញុំអត់បញ្ចូលសំឡេងទេគឺខ្ញុំកាត់យកឆៅមកមួយទៀតឥឡូវនេះខ្ញុំឃើញគឺយើងបានមកទន្លេខៀវបាទទន្លេខៀវគឺស្ថិតនៅក្នុងខេត្តស្ទឹងត្រែងដែលកំពុងតែពេញនិយមហើយកំពុងតែវាយលុកមែនទែនក្នុងបណ្ដាញសង្គមបាទហើយឥឡូវនេះយើងមកភោជនីយដ្ឋានមួយដែលនៅចិត្តរង្វង់មូលត្រីប៉ាស្អ៊ីឬក៏ចិត្តរង្វង់មូលព្រះពិរុនបាទទន្លេខៀវអាហារដ្ឋានទន្លេខៀវហើយសាមញ្ញទេនៅការតុបតែងតែមើលទៅវាមិនសាមញ្ញគេថាធម្មតាប៉ុន្តែវាមិនធម្មតាបាទឥឡូវយើងមើលអំពីការតុបតែងរបស់គេគឺគេយករបស់ចាស់ហើយដែលវាសល់ពីចំនួនមុនហ្នឹងយកមកតុបតែងអញ្ចឹងទៅមើលទៅវាធូរឬឈើព្រះឈើមែនទេឬឈើទៅតែយើងអត់ចេះឌីគួរណាតែយើងអត់ចេះឌីគួរឬក៏ឌីហ្សាញឬក៏រៀបចំអញ្ចឹងទៅវាគួរចាប់អារម្មណ៍តែគេចេះរៀបចំអានេះហាក់ជាគេយកមកពីឈើអណ្ដែតទឹកហ្នឹងបាទតែគេឌីគួរទៅ maybe វាគួរឲ្យជាក់ទាញបាទហើយបងប្អូនមកពីខេត្តជិតខេត្តឆ្ងាយក៏បាច់បាទទៅហើយឥឡូវនេះយើងដើរមើលតាមនេះបន្តទៀតបាទថតនៅក្នុងអីហ្នឹងបាទហើយយើងមើលទេសភាពខាងក្រៅសិន ឥ
đó lấy 30 នេះសម្រាប់ជុំជុំគ្រួសារលក្ខណៈណាធំបាទcònជួយបានមើលតាមស្ទាយម៉ៃខ្ញុំវាបាត់ហ្នឹងបងបាត់ខ្ញុំនឹងវាមិនស្វាក់ទេហើយខាងនោះគឺស្ពានសេកុងបាទសេកុង sẽ còn người ទៀតខ្ញុំមើលវាមានជាន់ទី2បាទឥឡូវយើងចូលខាងនេះយើងទៅខាងទី2 này cái anh xí rồi sẽ khum này គុកណាត់គេមានជុំលៀនគុកណាត់ផងដែរបាទ cà đi cua đó នេះគឺយើងអាចគេហៅថាកន្លែងជួបជុំមិត្តភ័ក្តិនៅពេលគុកណាត់ surprise អីចឹងណាបាទឥឡូវយើងចូលឡើងទៅជាន់ទី2 chưa vay lúc mọi người đã thật ហ្នឹងហើយយើងវាយលោកប្រាប់គ្នា thế nên kia ai thật à មួយយើងគេថតបងយើងទៅបង cái này ní ហើយនេះគឺជាមុខម្ហូប mình nói gì បាវ៉ាចំហុយមុខម្ហូបខាងនោះផង anh ấy cái hao màu vậy អាចថតមុខម្ហូប ok chăm phong Ôi. Đó. Come on man អូខេឥឡូវយើងបានមកដល់កូនលើ bà tới y កន្លែងនោះគឺជាកន្លែងមួយដែលកំពុងតែវាយលុកដូចគ្នាហើយខ្ញុំចង់សូមជម្រាបបងប្អូន vay lúc vay ro rồi viral is viral ចូលឆ្នាំនេះ ឆ្នាំថ្មីសង្ក្រាន្តនេះគឺមានការបដិបត្តិផងដែរបាទដែលអភិបាលលោកបានរៀបចំនៅកន្លែងហ្នឹងបាទហើយជាពិសេសនៅកន្លែងមុខសាលាខេត្តហ្នឹងគឺវាគួរឲ្យល្បីគួរឲ្យចាប់អារម្មណ៍មែនទេសម្រាប់ខេត្តសង្ត្រៃតែនេះគឺត្រូវដែលតំណាងឲ្យខេត្តអនយើងដែរគឺឆ្លេតខោស្រីអូខេឥឡូវនេះយើងក៏អត់មានអីច្រើនទេព្រោះយើងមកដល់ជាន់លើហើយបាទហើយនៅពេលដែលមានแดดជាមួយណាំនេះមកទីនេះគឺវាទៅជួយគួរចាប់អារម្មណ៍មែនទេ cứ អូខេអញ្ចឹងបងប្អូនកុំភ្លេចមកទីនេះដើម្បីបរិភោគអាហារពិសេសបាទតាក់ទងត្រីปลาស្អីអីចឹងមកទីនេះគឺអូខេ đó còn nữa នេះគឺម្ហូបយើងសម្រាប់អាហារពេលយប់ណា ពេលយប់ពេលងាយ ពេលយប់ពេលល្ងាចហើយអានេះហៅបន្លែហើយអានេះគេហៅឡាបណាពូកំងគេឡាបគេហៅឡាបណាឡាបត្រីហើយមកទៅនោះយកមកនេះទៀតចាំគ្នាមក អនុស្សាវរីយ៍ដើយើងចាំគ្នាយើង លេងហើយអត់បានបាយថ្ងៃហើយនេះចានរបស់គេដាក់មួយគឺមានសមជាគាត់ឥឡូវយើងទុកជាគាត់យើងយកសមនឹងលព្រាមហ្នឹងពិតតែ ក្រុមឋានាមួយគ្នា ម្នាក់ដែរនិយាយនេះ អត់មានពេលទេចាំទៅ អ្នកផ្សេងហ្នឹង កុំឲ្យគេថាយើងរកអបហើយតែទឹកចែក ចែកមួយគាត់ យើងមិនចែកគេថាយើងរកដែរបាន តែគេថាយើងត្រោមពេញហើយអត់និយាយនេះមែន បាយសមែន មកទឹកសាមកអូទុនទឹកសាមកនឹងបានគេមកមកសា
Sao? Đừng này. Đi, ông ma tao có sao mau. ហ្នឹងហើយ năng mà តែមិញគេថាថាមក ស្អីសិននេះ នេះគេថាអ្នក អូអានេះបាយក៏ថតដែរ អានេះ và hai lư chấm hai lư tức xa ấy còn quạch màu អូខេខ្ញុំអ្នកថាមកបានមកគេអ្នកថាមកតែមិនឃើញ bên nào cái màu tức xa Sao lối chứ mình. năng mà Không lối. Tam một tờ lấy miền à?អត់ទេជុំច្បាស់ Dục hay chun chba miền